អ្នករកស៊ីចាប់ផ្ដើមផុសផុលប្រកាសទិញស្រូវពីកសិករដើម្បីជួយដោះស្រាយបញ្ហាស្រូវធ្លាក់ថ្លៃបន្ទាប់ពីកសិករបានជួបបញ្ហាស្រូវធ្លាក់តម្លៃយ៉ាងខ្លាំងដោយសារចរន្តទីផ្សារអន្តរជាតិប៉ុន្មានថ្ងៃចុងក្រោយនេះបណ្ដាក្រុមហ៊ុននិងអ្នករកស៊ីតាមអនឡាញមួយចំនួនបានផុសផុលក្នុងការប្រកាសទិញស្រូវពីកសិករអ្នកខ្លះបានឲ្យតម្លៃលើពីទីផ្សារបច្ចុប្បន្នដើម្បីជាការជួយដល់កសិករតាមរយៈបណ្ដាញសង្គម Facebook នៅថ្ងៃទី3ខែវិច្ឆិកានេះអ្នកអុកញ៉ាសួរវីរៈម្ចាស់ក្រុមហ៊ុនវីរៈប៊ុនថាំបានប្រកាសថានឹងទិញស្រូវពីកសិករប្រមាណ 30,000 តោនក្នុងតម្លៃ 950 រៀលក្នុង1គីឡូក្រាមដើម្បីចំណែកដោះស្រាយបញ្ហាទីផ្សារស្រូវនាពេលបច្ចុប្បន្នទន្ទឹមគ្នានេះអុកញ៉ានឹមវណ្ណៈប្រធានក្រុមហ៊ុន ACE Group បានប្រកាសប្រមូលទិញស្រូវពីកសិករផងដែរដោយលោកស្រីមានគម្រោងទិញស្រូវ OM 5451និងស្រូវស្រងាយចំនួន100តោនក្នុងតម្លៃ1គីឡូ800រៀលសម្រាប់ស្រូវសើមនិងស្រូវស្ងួតតម្លៃ 1000 រៀលក្នុង1គីឡូក្រាមសម្រាប់នៅវគ្គទី1ដើម្បីចូលរួមជួយកសិករខ្មែរការចូលរួមជួយទិញស្រូវនេះគឺលោកស្រីយកទៅចែកជូនបងប្អូនវីរៈកងទ័ពជួរមុខក្នុងមួយនាក់ចំនួន25គីឡូក្រាមចំណែកលោកស្រីត្រីដាណាក៏បានប្រកាសជួយទិញស្រូវកសិករក្នុងតម្លៃ800រៀលទៅ 1000 រៀលក្នុង1គីឡូក្រាមផងដែររីឯក្រុមហ៊ុនស្រាបៀរ Gangsbird ដែលជាក្រុមហ៊ុនផលិតក្នុងស្រុកបានប្រកាសពីគំនិតដោយផ្ដើមដ៏គួរឲ្យកោតសរសើរមួយដោយសម្រេចចាត់ទិញស្រូវពីកសិករខ្មែរក្នុងប្រមាណរហូតដល់100តោនក្រុមហ៊ុនវឌ្ឍនៈក៏បានប្រកាសជួយទិញកសិករខ្មែរទិញស្រូវចំនួន100តោនក្នុងតម្លៃ 1000 រៀលក្នុង1គីឡូក្រាមក្រៅពីបណ្ដាក្រុមហ៊ុនអុកញ៉ានិងអ្នករកស៊ីតាមអនឡាញទាំងនេះក៏មានបុគ្គលផ្សេងៗទៀតប្រកាសជួយទិញស្រូវជាបន្តបន្ទាប់ផងដែរ